ប្រាសាទព្រះគោគឺជាប្រាសាទបុរាណដ៏សំខាន់មួយដែលសន្ធិដ្ឋនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណនិងសន្ធិដ្ឋនៅចន្លោះប្រាសាទបាគងនិងប្រាសាទលលៃដែលបច្ចុប្បន្នសន្ធិដ្ឋនៅក្នុងភូមិអូឡោកឃុំបាគងស្រុកបាគងខេត្តសៀមរាបចម្ងាយប្រមាណ13គីឡូម៉ែត្រនៃភាគខាងកើតពីទីក្រុងសៀមរាបប្រាសាទព្រះគោត្រូវបានសាងសង់ឡើងនៅសតវត្សទី9ដោយព្រះបាទឥន្ទ្រវរ្ម័នទី1ពីឆ្នាំ877ដល់ឆ្នាំ889ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនានេះក៏ជាប្រាសាទដែលសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមេដាបិតារបស់ព្រះអង្គនិងបុព្វបុរសរបស់ព្រះអង្គរួមទាំងព្រះបាទជ័យវរ្ម័នទី2និងព្រះអគ្គមហេសីផងដែរប្រាសាទព្រះគោត្រូវបានប្រជាជនសម័យក្រោយដាក់ឈ្មោះថាប្រាសាទព្រះគោដោយយោងទៅតាមរូបសំណាកព្រះគោចំនួន3ដែលនៅចំពីមុខប្រាង្គទាំង3នៃប្រាសាទនេះប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះថាស្រីបរមេស្វរៈជាភាសាសំស្ក្រឹតប្រាសាទព្រះគោសាងសង់បែរមុខទៅទិសខាងកើតដែលជាទិសសំខាន់ក្នុងការផ្ដល់កំណើតដល់សត្វទាំងឡាយប្រាសាទនេះមានទំហំ500ម៉ែត្រគុណ400ម៉ែត្រដែលមានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញជា2ដាច់ដោយឡែកពីគ្នានិងមានកំពែងមួយធ្វើអំពីឥដ្ឋព័ទ្ធជុំវិញខឿនប្រាសាទដែលអាចមើលឃើញនៅស្លាកស្នាមខ្លះៗកំពែងទី1និងកំពែងទី2សង់អំពីថ្មបាយក្រៀមរីឯកំពែងទី3សង់អំពីឥដ្ឋនៅលើខឿនមានប្រាង្គចំនួន6សង់រៀបជាជួរនៅលើខឿនតែមួយក្នុងនោះមានប្រាង្គ3ស្ថិតនៅក្នុងជួរខាងមុខសម្រាប់ឧទ្ទិសដល់បុព្វការីជនភេទប្រុសដែលកាលពីមុននៅក្នុងប្រាង្គទាំងនេះត្រូវបានគេតម្កល់រូបទេវរូបភេទប្រុសនិងប្រាង្គ3ទៀតសន្ធិដ្ឋនៅជួរខាងក្រោយសម្រាប់ឧទ្ទិសដល់បុព្វការីជនភេទស្រីកាលពីមុនត្រូវបានគេតម្កល់ទេវរូបភេទស្រីនៅក្នុងប្រាង្គនីមួយៗនៅពីខាងមុខមានរូបគោចំនួន3ក្រាបពីមុខប្រាង្គសំខាន់គោនោះគឺជាយានជំនិះរបស់ព្រះឥសូរប្រាសាទព្រះគោត្រូវបានជួសជុលដោយគម្រោងពីរផ្សេងគ្នាគឺទី1គម្រោងរបស់ប្រទេសហុងគ្រីចាប់ពីឆ្នាំ1994ដល់ឆ្នាំ1996និងដំណាក់កាលទី2ដោយគម្រោងរបស់ប្រទេសអាល្លឺម៉ង់ចាប់ផ្ដើមនៅឆ្នាំ1991ដល់ឆ្នាំ2003លុះបច្ចុប្បន្នបន្តដោយអភិរក្សដោយគម្រោងរបស់អាល្លឺម៉ង់សហការជាមួយអាជ្ញាធរជាតិអប្សរានៅថ្ងៃទី20ខែតុលាឆ្នាំ2021អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមដំណើរការជួសជុលកម្រាលផ្លូវចូលនិងរចនាសម្ព័ន្ធខ្លោងទ្វារទី3នៃប្រាសាទព្រះគោ